នារសៀលព្រះសូរិយារះរេជ្រេចិត្តអស់ស្នងគត់ទៅហើយនៅមុខព្រះបរមរាជវាំងតែងតែមានមនុស្សអ៊ូអរមកទស្សនាលេងគួយកំសាន្តយ៉ាងកោះគុញជាក់ស្ដែងរូបខ្ញុំបានទៅរាជធានីភ្នំពេញម្ដងប្រិមិត្តពុកម៉ែបងប្អូនហើយគឺមិនរំលងទេនៅមុខព្រះបរមរាជវាំងនេះជួនកាលមកដែរប៉ុន្តែក៏គ្រាន់តែជិះកាត់ឬក៏ទៅឃើញមិនសូវបានមកមានពេលទិញចំណីឲ្យបាច់ឲ្យព្រៀបឲ្យស៊ីអញ្ចឹងទេទើបតែលើកនេះទេមានឱកាសល្អដែរក៏នាំគ្នាប្រពន្ធកូននឹងទៅលេងនៅមុខព្រះបរមរាជវាំងបាច់ចំណីឲ្យព្រៀបក៏ដូចជាដើរកំសាន្តនៅមាត់ទន្លេមើលគេមើលឯងមនុស្សម្នាណែនតែនតាប់អ្នកខ្លះទៅក៏ជាងថតរូបអ្នកខ្លះក៏ភ្ញៀវទេសចរជាតិនិងអន្តរជាតិអ្នកខ្លះក៏លក់នំអ្នកខ្លះក៏លក់ចំណីអ្នកខ្លះក៏ដើរមើលគេមើលឯងដូចខ្ញុំដែរអញ្ចឹងហើយជាក់ស្ដែងមានគ្រប់ខេត្តក្រុងមកប្រជុំមូលមីនៅក្នុងកន្លែងទីលាននេះតែម្ដងស្ដាប់ទៅចង់ដូចលោកទេសនាឬក៏អាចារ្យឲ្យពោមិនដឹងទេប្រិមិត្តពុកម៉ែបងប្អូនហើយអញ្ចឹងទេក៏យើងវិលមកមើលណាឃើញថាមនុស្សម្នាមិនដឹងថាមកពីណាពីណីខ្លះទេគឺច្រើនមែនទែនពិសេសជាងគេច្រើនប៉ុណ្ណាក៏ច្រើនមិនដល់សัตว์ព្រៀបដែរមើលយូរទៅព្រៀបច្រើនណាស់ប្រិមិត្តហើយជាក់ស្ដែងមិនត្រឹមតែមនុស្សទេដូចយើងឃើញជាក់ស្ដែងនេះសូម្បីតែសัตว์ក៏មកប្រជុំគ្នាមូលមីជាទីមេត្រីណារកចំណីនៅជុំវិញនឹងដែរពីព្រោះកន្លែងនេះវាដូចជាកន្លែងផ្ដល់នូវសេចក្តីសុខកន្លែងដែលផ្ដល់ចំណីមិនបាច់ចាំទៅហើរទៅរកទីព្រៃឯណាទេមកតែឲ្យតែហោះហើរមកដល់កន្លែងសួនច្បារមុខព្រះបរមរាជវាំងនេះតែងតែមានមនុស្សម្នាសន្តោសប្រណីបាច់ចំណីឲ្យវាស៊ីជារៀងរាល់ថ្ងៃឲ្យទៅរាល់ពេលព្រឹកឬពេលល្ងាចក្តីចឹងទេគឺសប្បាយទាំងខ្ញុំសប្បាយទាំងព្រៀបសប្បាយទាំងអស់គ្នាតែម្ដងបងប្អូនហើយអរគុណបងប្អូនដែលបានទស្សនាបើសិនជាបងប្អូនត្រូវការបុកគ្រឿងខ្មៅបុកប្រហុកក៏ដូចជាបុកល្ងដែលមានរសជាតិឈ្ងុយឆ្ងាញ់ខ្ញុំមានលក់ប្រពន្ធខ្ញុំតែងតែធ្វើបុកតិចលក់ឲ្យអតិថិជនគាត់ជារៀងរាល់ថ្ងៃដែរហើយមួយវិញទៀតបើសិនជាបងប្អូនត្រូវការដុំហាត់ប្រាណអាចខ្វល់ពីខ្ញុំបានខ្ញុំក៏មានលក់ដែរសូមអរគុណ